បាទសួស្តីបងប្អូនទាំងគ្នាចឹងថ្ងៃនេះជួបគ្នាបន្តពាក់ព័ន្ធជាមួយការប្រើប្រាស់នៅកម្មវិធី Ultimate File ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើជា slide បន្តិចងាយស្រួលនៅក្នុងការបញ្យល់ហើយខ្ញុំនឹងបង្ហាញបន្តពាក់ព័ន្ធជាមួយនឹងកម្មវិធីផ្ទាល់តែម្ដងដោយសារតែមានបាទបងប្រុសម្នាក់ដែលគាត់សំណូមពរអំពីវីដេអូខ្លីមួយគឺពាក់ព័ន្ធជាមួយការស្វែងរកដោយបទបញ្ជាសម្រាប់លុយស៊ី AX300 ឆ្នាំ2002ឬក៏យើងហៅថា pin voltage chart ចឹងនៅក្នុងការស្វែងរកនេះគឺយើងប្រើប្រាស់នៅកម្មវិធី Ultimate File មួយនេះដើម្បីធ្វើការស្វែងរកព័ត៌មានដែលយើងចង់រកទៅលើរថយន្តជាច្រើន model ហើយជាច្រើន mark នៅក្នុងកម្មវិធីនេះចឹងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅក្នុងកម្មវិធីផ្ទាល់ទៅបងប្អូនមានកម្មវិធីចូលផ្ទាល់ទៅបន្តមកទៀតបងប្អូនអាចជ្រើសរើសឆ្នាំផលិតថាតើរថយន្តដែលយើងចង់មើលនឹងឆ្នាំផលិតឆ្នាំណាឧទាហរណ៍ឆ្នាំ2002 2003ឬក៏បាទ99ឬក៏2000អីជាដើមអញ្ចឹងបន្តមកទៀតបងប្អូនជ្រើសរើសម៉ាករថយន្តគឺក្រុមហ៊ុនដែលផលិតរថយន្តបន្តមកទៀតយើងជ្រើសរើស model អាចថា model ដែលបងប្អូនចង់មើល AX300 បាទ AX330 ឧទាហរណ៍ថាឆ្នាំ04 05អី330អីជាដើមអញ្ចឹងទៅអញ្ចឹងក្រោយពីយើងជ្រើសរើសហើយអស់យើងចូលដូចសពមួយដងគឺ repair អញ្ចឹងក្រោយពីចូល repair យើងនឹងឃើញអ្នកផ្ទាំងខាងស្ដាំដៃនេះឃើញ article វាជាច្រើនចំណុចបាទនៅខាងស្ដាំដៃហ្នឹងមានជាង10ចំណុចនៅក្នុងចំណុចដែលសំខាន់ដែលយើងត្រូវស្វែងរកហ្នឹងគឺបាទ engine performance អញ្ចឹងនៅក្នុងនេះបងប្អូនចុចនៅលើ engine performance មកវានឹងបង្ហាញបាទនេះវាបង្ហាញនៅខាងស្ដាំដៃនេះជាចំណុចតូចមួយនៅក្នុងនឹងទៀតហើយចំណុចដែលបងប្អូនត្រូវមើលហ្នឹងគឺជាចំណុចកន្លែងនេះគឺ pin voltage chart អញ្ចឹងពេលដែលចុចលើ pin voltage chart ហើយវានឹងឃើញ load មកផ្ទាំងទៀតគឺដាក់ finger អញ្ចឹងនៅក្នុង pin voltage chart ហ្នឹងមាន finger ពី1រហូតដល់17ហើយ finger ដែលយើងចង់ស្វែងរកហ្នឹងគឺបាទ A300 គឺឆ្នាំ2002ហ្នឹងគឺមាន2 page គឺ page ទី1ហើយនិង page ទី2អញ្ចឹង finger 14ហើយនិង15អញ្ចឹងពេលដែលយើងចុច finger ទី14និង15វានឹងបង្ហាញបែបនេះអញ្ចឹងការបង្ហាញបែបនេះគឺយើងមានពីរផ្នែកទី1គឺកន្លែងតម្រងឌុយនេះបាទវាមានបងលេខនៅលើហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺឌុយបទបញ្ជាសម្រាប់រថយន្ត A300 ណាហើយតារាងខាងក្រោមនេះគឺតារាងបង្ហាញលម្អិតអំពីព័ត៌មានអំពីពណ៌ខ្សែអំពីពាក់ព័ន្ធជាមួយដំណើរការអំពីតង់សុងឬក៏គេហៅថាវ៉ុលសម្រាប់ការវាស់វែងអីជាដើមអញ្ចឹងបងប្អូនងាយស្រួលនៅក្នុងការមើលហើយនេះជាបាទដោយបទបញ្ជាជាក់ស្ដែងនៅលើបទបញ្ជាយើងអាចនឹងឃើញទម្រង់ដូចបែបនេះហើយខាងលើនេះខ្ញុំបានដាក់ជាតារាងទូចមួយសម្រាប់ដោយបទបញ្ជានឹងដែរអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅក្នុងកម្មវិធីហើយបន្តមកយើងរើសឆ្នាំ02ក្រុមហ៊ុនគឺ Luxis បន្តមកទៀតយកបាទ AX 300បន្តមកចូល repair បន្តមកទៀតយើងចូលបាទ engine performance បន្តមកចូល pin voltage chart បន្តមកទៀតយើងរក finger ដែលយើងបាន check មុនហ្នឹងគឺ finger ទី14ហើយវានឹងបង្ហាញព័ត៌មានបែបនេះអញ្ចឹងពេលដែលបងប្អូនចូលមកដល់កន្លែងនេះហើយយើងនឹងឃើញមានទម្រង់ឌុយទី1នេះគឺខាងស្នាមដៃ E5 E6 E7 E8 E9 ចឹងតារាងខាងក្រោមនេះគេបានបញ្ជាក់យើងអំពីព័ត៌មានពាក់ព័ន្ធជាមួយនឹងកន្លែងនេះគឺឌុយណាលេខរៀងឌុយកន្លែងនេះគឺ color ពាក់ព័ន្ធជាមួយពណ៌ខ្សែកន្លែងនេះ condition គឺលក្ខខណ្ឌហើយនឹងកន្លែងនេះ STD នេះគឺ standard voltage បាទនេះជាទូទៅចន្លោះពីប៉ុន្មានទៅប៉ុន្មានគេមានបង្ហាញនៅកន្លែងនេះទាំងអស់អញ្ចឹងបើសិនជាបងប្អូនអាចមើលព័ត៌មាននេះយល់ហើយការជួសជុលរបស់រថយន្តយើងគឺងាយស្រួលនៅក្នុងការជួសជុលឬក៏វាស់វែងទៅលើបាទពាក់ព័ន្ធជាមួយនឹងខ្សែភ្លើងក៏ដូចជាទម្រង់ដូចផ្សេងដែលមាននៅក្នុងរថយន្តនៅក្នុងវីដេអូនេះខ្ញុំមានការបង្ហាញប៉ុណ្ណឹងទេហើយជួបគ្នានៅវីដេអូបន្ត
អំពីការប្រើប្រាស់នៅកម្មវិធី Ultimate File នេះបន្តទៀតបាទអរគុណ